អូខេស្អីអ្នកគ្នានៅក្នុងមេរៀននេះយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹង Excel bone វិញប៉ុន្តែ Excel bone ហ្នឹងវាមានបែងចែកចេញជាពីរ part Excel bone ហ្នឹងគឺម៉ាតលាក្បាលរបស់យើងចុះមកតាមកញ្ចឹងឆ្អឹងកងរបស់យើងដល់កញ្ចូនគូតអាហ្នឹងក៏គេហៅ Excel bone ដែរប៉ុន្តែពាក់ព័ន្ធជាមួយនឹងខាងលើដែលយើងហៅថា skull រលាក្បាលហ្នឹងគឺវាបែងចែកចេញជាពីរទៀតអ្នកគ្នាអញ្ចឹងថ្ងៃហ្នឹងយើងនឹងមករៀនសំណុំ Excel bone ហ្មង Excel bone អញ្ចឹង Excel bone ហ្នឹងមានអត់ទេនេះប្រហែលជាអត់មានអត់ទេអ្នកគ្នា Excel bone មានអត់ទេណានេះមានស្អីម្ដងទៀត Excel bone អញ្ចឹង Excel bone ហ្នឹងវាមានពីរទៀតអ្នកគ្នាពីរទៀតយើងហៅថា skull bone ក៏បាន skull bone ឬក៏គេថា cranium bone cranium bone cranium នេះគឺបើយើងរៀនយូរទៅយើងដឹងហើយពាក់ព័ន្ធជាមួយ nerve ពាក់ព័ន្ធជាមួយផ្នែកខាងលើខាងក្រោមអី cranium នេះបើយើងនិយាយពីក្បាលគឺនិយាយហៅថាក្បាលប៉ុន្តែបើយើងនិយាយពាក់ព័ន្ធជាមួយនឹងpart of body ផ្សេងទៀតយើងហៅផ្នែកខាងលើអញ្ចឹងត្រូវចាំLatino word នឹងដែរអញ្ចឹងពាក្យ Latin ហ្នឹងក៏គេប្រើប្រាស់ច្រើននៅក្នុងភាសា anatomy ដែរមួយទៀតគឺយើងហៅថា facial bone អូខេអញ្ចឹងនឹងយើងមកនិយាយពាក់ព័ន្ធជាមួយនឹង skull bone មុនเนาะអានេះខ្ញុំដាក់ឈ្មោះវា skull bone ឬក៏ cranium bone នឹងឯង skull bone អូខេអញ្ចឹងយើងចាប់ផ្ដើមដំបូងពីកន្លែងឆ្អឹងខាងកន្លែងក្បាលរបស់យើងខាងក្រោយនេះឆ្អឹងរបស់យើងខាងក្រោយហ្នឹងគេហៅថា occipital bone occipital bone เนาะអូខេបន្ទាប់មកទៀតគឺយើងឆ្អឹងកន្លែងនេះកន្លែងលើក្បាលយើងនេះលើក្បាលយើងនេះហៅថា parietal bone អូខេបន្ទាប់មកទៀតខាងមុខកន្លែងថ្ងាសយើងហៅថា frontal bone អ្នកគ្នាfront ហ្នឹងខាងមុខin front out អីអញ្ចឹងតើfront ហ្នឹងគឺនៅខាងមុខអីបន្ទាប់មកទៀតគឺកន្លែងកញ្ចុំនេះអ្នកគ្នាមើលខ្ញុំ highlight ឲ្យមើលពណ៌នេះចាស់នេះមកកញ្ចុំហ្នឹងណាអ្នកគ្នាមកកញ្ចុំហ្នឹងគឺយើងហៅថា temporal bone យើងហៅថាកន្លែងឆ្អឹងសៀតផ្កាក៏បានក៏ថាបានដែរអ្នកគ្នាបន្ទាប់ពីលើ temporal bone ហ្នឹងគឺវាមានឆ្អឹងប្រទេសទី1ពណ៌ស៊ីជម្ពូនេះគេហៅថា sphenoid bone ឬក៏ semnoid ក៏បានដែរមាន e កន្លែងនេះ sphenoid bone អូខេអញ្ចឹងបន្ទាប់មកទៀតកន្លែងក្រហមនេះជាមួយខ្ញុំគួរឲ្យមើលនេះកន្លែងក្រហមឆ្អឹងហ្នឹងវាពិបាកមើលទីខាងក្រៅតតែយើងដោះមើលបើយើងមានគ្រោងឆ្អឹង anatomy យើងអាចដោះមើលបានឆ្អឹងនៅតភ្ជាប់ពីកន្លែងឆ្អឹងច្រមុះហើយនឹងឆ្អឹងខាងមុខក្រហមខ្ញុំគុំវងហ្នឹងគេហៅថា ethmoid bone ឬថា ethmoid ក៏បានដែរប្រាំងអូខេអញ្ចឹងឆ្អឹងហ្នឹងគឺវាមានតាមប៉ុណ្ណឹងឯងចំពាក់ព័ន្ធជាមួយនឹង skull bone របស់យើងណាអញ្ចឹងអ្នកខ្ញុំចង់ឲ្យអ្នកគ្នាមើលកន្លែងនេះខ្ញុំសុំលុប highlight នេះចេញសិនអ្នកគ្នាស្រួលមើលអ្នកគ្នាឃើញកន្លែងក្លែកប្រទេសក្បាលរបស់យើងតភ្ជាប់គ្នាមួយព្រោះកាលណាពេលយើងកើតមកក្បាលរបស់យើងអត់ទាន់មូលខ្លាំងទេអញ្ចឹងកន្លែងស្លាកហ្នឹងគេហៅស្លាកអ្នកគ្នាហ្នឹងស្លាកឬក៏ហៅថា suture ហ្នឹងគឺពេលដែលរាងកាយក្បាលរបស់យើងវិវត្តមានឆ្អឹងរឹងជាងមុនទៅវាក៏មកតភ្ជាប់គ្នាជាផែនប្រទេសអីអញ្ចឹងទៅអញ្ចឹងអាហ្នឹងក៏ជាស្លាកមួយដែរនៅក្នុង skull bone របស់យើងគឺមានស្លាកកន្លែងហ្នឹងមួយដែរអ្នកគ្នាតែពេលយើងរៀនមេរៀនស្លាកទៅយើងដឹងហើយខ្ញុំចង់ឲ្យអ្នកគ្នា note មួយទៀតគឺនៅកន្លែងនេះកន្លែងនេះខ្ញុំគុំពងនេះកន្លែងខ្ញុំគុំពងនេះអញ្ចឹងអានេះឆ្អឹង temporal ឆ្អឹងសៀតផ្ការបស់យើងតជាមួយនឹងឆ្អឹងធៀមរបស់យើងនេះគឺវាមានស្លាកមួយទៀតដែលយើងហៅថា TMJ នេះបានមកពីពាក្យ temporal បូកជាមួយនឹង mandible ហ្នឹងគឺកន្លែងឆ្អឹងធៀមអ្នកគ្នា mandible ហើយ J ហ្នឹងបានមកពីពាក្យ joint នឹងឯង joint ប្រែថាស្លាកអញ្ចឹងទៅជាពាក្យស្លាកហ្នឹងគឺយើងហៅថា temporal mandible អូខេអញ្ចឹង temporal ហ្នឹងគឺវាមានស្លាកមួយដែរនៅក្នុង skull bone របស់យើងគឺមានស្លាក  skull bone ឬក៏ skull bone អ្នកគ្នា skull bone ហ្នឹងគឺ man
bulla temporary mandibular joint គេណាគ្នាអញ្ចឹងស្លាកក៏វាពេលដែលយើងដឹងឈ្មោះឆ្អឹងទៅឈ្មោះស្លាកក៏វាយកតាមនឹងដែរហើយមួយទៀតពេលដែលយើងរៀនសាច់ដុំឈ្មោះសាច់ដុំក៏វាយកតាមនឹងដែរអញ្ចឹង concept ដែលយើងដឹងពីឈ្មោះ anatomy របស់ឆ្អឹងហ្នឹងក៏ជួយយើងក្នុងការហៅឈ្មោះស្លាកឬក៏សាច់ដុំដែរអញ្ចឹងដល់ពេលមេរៀនស្លាកខ្ញុំនឹងបញ្យល់ដល់គ្នាពីរបៀបហៅឈ្មោះហើយនឹងមេរៀនសាច់ដុំនឹងក៏ដូចគ្នាដែរខ្ញុំនឹងប្រាប់ពីការហៅឈ្មោះរបស់វាមិនថៃមិនគេដាក់ឈ្មោះវាអញ្ចឹងណាអ្នកគ្នាអញ្ចឹងនៅក្នុង school bone ឬក៏ cranium bone របស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងនឹងងាកមកមើលពាក់ព័ន្ធជាមួយមួយផ្នែកទៀតដែលយើងហៅថាfacial bone វិញនេះ facial bone នឹងយើងមកនិយាយពាក់ព័ន្ធជាមួយនឹង facial bone វិញ facial bone ក៏មានអីពិបាកដែរអ្នកគ្នាវាប្រើពាក្យ Latin ពេលដែលយើងចាំពាក្យហ្នឹងទៅយើងអាចទាញដឹងហ្មងថាពាក្យហ្នឹងស្ថិតនៅក្នុងតំបន់ណា system មួយណាបានដូចគ្នាដែរអូខេអញ្ចឹងយើងមក start ហ្មងណាអូខេដាក់ពណ៌ហ្នឹងដាក់ពណ៌នេះឲ្យស្រួលមើលជាងអូខេអញ្ចឹងអាកន្លែងពណ៌ស្វាយនេះដែលគេដែលយើងរៀនមិញពណ៌ស្វាយហ្នឹងគេហៅថា mandible នឹងឯង mandible bone ឆ្អឹងថ្គាម mandible bone អញ្ចឹងបន្ទាប់មកទៀតកន្លែងឆ្អឹងនេះអ្នកគ្នាខ្ញុំគួរឲ្យមើលណាដាក់ពណ៌មិញអូខេនេះអ្នកគ្នាឆ្អឹងពណ៌ខៀវនេះវាមិននៅកន្លែងថ្ពាល់ណាកន្លែងឆ្អឹងថ្ពាល់ដែលយើងលាបblur ពេលយើង make up អញ្ចឹងអាហ្នឹងគឺយើងហៅថា zygomatic bone zygomatic bone បន្ទាប់មកទៀតគឺយើងឡើងទៅលើខ្ញុំប្រាប់នេះមុនអាកន្លែងលឿងឆ្អឹងលឿងនេះណានេះឆ្អឹងលឿងនេះអាឆ្អឹងលឿងនេះគេហៅ maxilla boneអ្នកគ្នាអាកន្លែងឆ្អឹង maxilla bone នេះខ្ញុំចាំជាងគេដោយសារខ្ញុំធ្លាប់មើលរឿងStranger Things មានតួអង្គម្នាក់ឈ្មោះ Maxi ពេលដែលវាស្ដាប់តន្ត្រីអាកន្លែងឈុតឆាកវាស្ដាប់តន្ត្រីភ្នែកវាឡើងលើអញ្ចឹងពេលដែលចេញហើយដល់មួយមុខម្នាក់ហ្នឹងវាមានថ្គាមខ្លាទៀតអញ្ចឹងពេលដែលខ្ញុំមើលហ្នឹងខ្ញុំសម័យខែឡៃ anatomy ឈ្មោះ Maxilla bone ហ្នឹងហ្មងដោយសារតួអង្គម្នាក់ឈ្មោះ Maxi តែនិយាយលេងប៉ុន្តែរឿងហ្នឹងមែនណាអ្នកគ្នាអូខេបន្ទាប់មកទៀតយើងនឹងមកមើលពាក់ព័ន្ធជាមួយនឹងនេះម្ដងនេះដែលខ្ញុំគូមព្រោះនេះពណ៌រៀងស៊ីចម្ពូស្ដើងនេះគឺយើងហៅថា nasal bone អញ្ចឹងដូចខ្ញុំប្រាប់អ្នកគ្នាអញ្ចឹងពាក្យ nasal ភាសាឡាទីនហ្នឹងគឺប្រែថាច្រមុះអ្នកគ្នាអញ្ចឹងដល់ពេលគេនិយាយពាក់ព័ន្ធអីជាមួយ system nasal ហ្នឹងគឺប្រកាសជាមានរឿងអីពាក់ព័ន្ធជាមួយនឹងច្រមុះហើយអ្នកគ្នាអូខេបន្ទាប់មកទៀតអាកន្លែងកពេញដកក្រោមភ្នែកយើងពណ៌ blue នេះអ្នកគ្នាពណ៌ blue ស្ដើងនេះហៅថា lacrimal bone អាហ្នឹងក៏ពិបាកមើលដែរតយើងមានណាទៅវិញយើងអាចដោះមើលបានប៉ុន្តែអ្នកគ្នាគ្រាន់តែស្គាល់ថាកន្លែងហ្នឹងគឺជាឆ្អឹងដែលតភ្ជាប់ពីកន្លែងក្តោងច្រមុះរបស់យើងជាមួយនឹងកន្លែងរបងភ្នែករបស់យើងកន្លែងដាក់ទឹកភ្នែករបស់យើងហ្នឹងអាហ្នឹងគេហៅថា lacrimal bone បន្ទាប់មកទៀតអាកន្លែងនេះពណ៌ blue ដែលខ្ញុំគូនេះអា blue ដែលខ្ញុំគូរៀងដិតនេះអានេះគឺយើងហៅថា vomer អូខេហើយបន្ទាប់មកទៀតអាកន្លែងក្រហមនេះជាមួយខ្ញុំដាក់ highlight ពណ៌នេះម្ដងនេះកន្លែងក្រហមនេះគឺយើងហៅថា palatine bone វារៀងពិបាកមើលអ្នកគ្នាតើអ្នកគ្នាមានអាក្រងឆ្អឹង 3D ពេលយើងទៅមើលម៉ាស៊ីន anatomy ប្រហែលជាយើងដឹងច្បាស់ហ្មងថាកន្លែងហ្នឹងគឺវារូបរាងមិនអីអញ្ចឹងប៉ុន្តែក្នុងរូបនេះដោយសារតែវាមិនជា 3D អញ្ចឹងយើងរៀងពិបាកមើលបន្តិចហើយអាកន្លែងពណ៌ green រៀងស្ដើងនេះអាហ្នឹងយើងហៅថាផ្នែកខាងក្នុងនៃច្រមុះឬក៏យើងហៅថា inferior nasal concha អាហ្នឹងឈ្មោះរបស់វាអញ្ចឹងឯណាគ្នានេះឈ្មោះរបស់វានៅអាកន្លែងឆ្អឹងស្លាបច្រមុះរបស់យើងជាប់ជាមួយនឹង maxilla bone ហ្នឹងគឺមានប៉ុណ្ណឹងឯងហ្នឹងហើយអ្នកគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹង nasal bone axal bone រវាងcranium bone ហើយនិង facial bone គឺមានប៉ុណ្ណឹងអញ្ចឹងពេលដែលយើងរៀនពាក់ព័ន្ធជាមួយនឹងសន្លាក់អញ្ចឹងសន្លាក់គឺវាមានឈ្មោះដូចគ្នាអញ្ចឹងខ្ញុំចង់ប្រាប់ថានៅក្នុង school bone ហើយនិង nasal bone ហ្នឹងវាមានសន្លាក់កន្លែងវាមានសន្លាក់ចំនួន3អ្នកគ្នាវាមានសន្លាក់3ដែលសំខាន់ទី1ដែលខ្ញុំប្រាប់អ្នកគ្នាអាកន្លែងកលាក់នេះកន្លែងកលាក់កលឹកតគ្នាដូចរកតគ្នាទាំងនេះហ៎នេះអ្នកគ្នា
នេះអាហ្នឹងគឺក៏ជាស្លាកមួយហើយរវាងកន្លែងធៀមចេកន្លែងឆ្អឹងសិតផ្កាជាមួយនឹងគៀម mandible នេះក៏វាមានស្លាកមួយដែរហើយមួយទៀតអាកន្លែង mandible តភ្ជាប់ជាមួយនឹងធ្មេញឬក៏ maxilla តភ្ជាប់មួយធ្មេញនេះវាមានស្លាកមួយទៀតណាអ្នកគ្នាអញ្ចឹងពេលដែលយើងរៀនដល់មេរៀនស្លាកគេនឹងមានបែងចែកថាស្លាកណាវាអាចវិវត្តយឺតបានឬក៏ស្លាកណាវាអត់វិវត្តទេព្រោះដូចស្លាកដៃជើងយើងអញ្ចឹងយើងអាច flexion extension អីបានយើងអាចលាតយើងអាចបត់យើងអាចបញ្ចូលអីបានអញ្ចឹងស្លាកហ្នឹងវាអញ្ចឹងប៉ុន្តែស្លាកនៅក្នុងអាកន្លែង exor bone របស់យើងហ្នឹងគឺវាមានខុសគ្នាប៉ុន្តែអាហ្នឹងក៏រាប់ជាស្លាកដែរអ្នកគ្នាអញ្ចឹងនៅក្នុងមេរៀន school bone anatomy នេះគឺមានប៉ុណ្ណឹងបើសិនជាខ្ញុំបញ្យល់ទៅខុសពីអ្វីអ្នកគ្នារៀនអ្នកគ្នាអាច comment ក្រោមបានខ្ញុំនឹងព្យាយាមកែតម្រូវបើសិនជាមានកន្លែងខុសឆ្គងណាអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ